ការសរសេរ KPI ត្រូវតែមាននិមិត្តសញ្ញាត្រូវភ្ជាប់ដោយនិមិត្តសញ្ញា3នៅពេលដែល KPI លក្ខណៈសម្បត្តិរបស់ KPI កាលណា KPI គឺវាស់វែងតែ3មានលក្ខណៈ3ប្រភេទទេវាស់វែងជាទឹកលុយវាស់វែងជាចំនួនហើយនិងវាស់វែងជាភាគរយអញ្ចឹងបើសិនជា KPI ហ្នឹងវាស់វែងជាទឹកលុយគឺត្រូវដាក់និមិត្តសញ្ញាជាទឹកលុយនៅពីមុខបើវាស់វែងជាគម្រោងវាស់វែងជាចំនួនអតិថិជនវាស់វែងជាចំនួនកញ្ចប់វាស់វែងជាអឺគេហៅថាចំនួនទឹកប្រាក់មិនមែនទឹកប្រាក់ចំនួនបងដែលយើងគិតឲ្យអតិថិជនហ្នឹងគឺដាក់សញ្ញាធំធុនៅពីមុខហើយបើសិនជាយើងវាស់វែងជាការពេញចិត្តឬក៏ជាអត្រាយើងដាក់ភាគរយនៅពីមុខដែលតម្រូវមានផលភាពអញ្ចឹង KPI គឺមានលក្ខណៈ3យ៉ាងហ្នឹងណាចាហើយ KPI ដែលរឹងមាំ KPI ដែលដើរទៅមុខយោងទៅតាមយុទ្ធសាស្ត្ររបស់អាជីវកម្មមានន័យថាអាជីវកម្មរបស់យើងត្រូវមានយុទ្ធសាស្ត្រតែបើយើងអត់មានតន់មានយុទ្ធសាស្ត្រទេយើងក៏ត្រូវមានគេហៅ business canvas ឬក៏មាន balance scorecard មានន័យថាអាជីវកម្មរបស់យើងត្រូវវាស់វែងទៅលើ4កត្តាធំfor perspective KPI របស់យើងហ្នឹងគឺវាស់វែងទៅលើ4កត្តាធំដើម្បីដឹងថាអាជីវកម្មរីកចម្រើនតើយើងវាស់ទៅលើកត្តាមួយហិរញ្ញវត្ថុកត្តាទី2គឺកត្តាអតិថិជនកត្តាទី3គឺប្រតិបត្តិការអាជីវកម្មនិងកត្តាទី4គឺវាស់វែងទៅលើការអភិវឌ្ឍសមត្ថភាពម្ចាស់អាជីវកម្មផ្ទាល់ហើយនិងបុគ្គលិកផងដែរដើម្បីដឹងថាកត្តាហិរញ្ញវត្ថុយើងខ្លាំងយើងត្រូវវាស់លើអីគេយើងត្រូវវាស់ទៅលើចំណូលហើយនឹងវាស់ទៅលើប្រាក់ចំណេញនឹងដឹងកត្តាហិរញ្ញវត្ថុយើងទៅមុខឬថយក្រោយដើម្បីដឹងថាទំហំទីផ្សារយើងធំប៉ុន្មានតើតើមានអតិថិជនយើងវាស់ចំនួនអតិថិជនយើងវាស់អតិថិជនពេញចិត្តយើងដើម្បីឲ្យដឹងថាអាជីវកម្មរបស់យើងហ្នឹងវារឹងមាំប៉ុន្មានជាពិសេសយើងជាម្ចាស់អាជីវកម្មហ្នឹងស្គាល់អាជីវកម្មយើងប៉ុន្មានតើវាស់អំពីរបៀបអនុវត្តការងារផ្ទៃក្នុងជាកត្តាប្រតិបត្តិការផ្ទៃក្នុងរបស់អាជីវកម្មអញ្ចឹងកត្តាប្រតិបត្តិការផ្ទៃក្នុងអាជីវកម្មហ្នឹងបើសិនជាម្ចាស់អាជីវកម្មគាត់ស្គាល់និងដឹងយល់អំពីអាជីវកម្មហ្នឹងគាត់អាចអនុវត្តដោយជៀសផុតពីហានិភ័យឬក៏មានហានិភ័យតិចតួចដោយគាត់មានប្រព័ន្ធនៅក្នុងការអនុវត្តការងារត្រឹមត្រូវចាចុងក្រោយគឺគេចង់ដឹងថាតើម្ចាស់អាជីវកម្មហើយនិងបុគ្គលិកនៅក្នុងកន្លែងធ្វើការហ្នឹងតើមានចំណេះដឹងប៉ុន្មានតើយើងមានប្រព័ន្ធបណ្ដុះបណ្ដាលបុគ្គលិកទេតើយើងជាម្ចាស់អាជីវកម្មយើងមានទៅរៀនថែមហើយយកទៅអនុវត្តទេ